ព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រក្រសួងអភិវឌ្ឍជនបទលេខ159/25កអជើសារលិខិតថ្វាយព្រះពរព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់សុបស័កពុទ្ធសករាជ2569គ្រិស្តសករាជ2025ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងវរោកាសដ៏អ្នកខិតរឹកថ្លៃថ្លាសិរីមង្គលមហាប្រសើរនៃឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់សុបស័កពុទ្ធសករាជ2569គ្រិស្តសករាជ2025ខាងមុខនេះទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍជនបទសូមព្រះបរមរាជានុញ្ញាតសម្ដែងនៅកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះព្រះគុណូបការៈរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងក្នុងព្រះសកម្មភាពដ៏ឧត្តមឧត្តមថ្លៃថ្លាបំផុតប្រកបដោយទសពិធរាជធម៌ក្នុងការបំពេញព្រះរាជកិច្ចដឹកនាំប្រជាណាចក្រកម្ពុជាឲ្យមានសុខសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដើម្បីបុព្វហេតុជាតិនិងប្រជារាស្ត្រជាទីស្រឡាញ់របស់ព្រះអង្គហើយកិត្យានុភាពជាតិត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ក្នុងតំបន់និងលើសកលលោកទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំង3វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជាព្រះបារមីអតីតព្រះមហាក្សត្រព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គសូមប្រោះព្រំព្រះរាជសពសាធុការពរបវរសួស្តីសិរីមង្គលវិបុលសុខមហាប្រសើរថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ព្រះកាយពលមាំមួនព្រះបញ្ញាញាណភ្លឺថ្លាព្រះជន្មាយុយឺនយូរជាង100ព្រះវស្សាដើម្បីគង់ប្រថាប់នៅក្នុងព្រះបរមសារីរិកសម្បត្តិនិងជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមរមនារបស់ប្រជារាស្ត្រខ្មែរជាទីស្រឡាញ់របស់ព្រះអង្គជានិច្ចនិរន្តរ៍តរៀងទៅសូមព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទ្រង់ព្រះមេត្តាប្រោសទទួលនៅគិរវភក្តីដ៏ខ្ពង់ខ្ពស់និងស្មោះស្ម័គ្របំផុតអំពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាតំណាងថ្នាក់ដឹកនាំនិងមន្ត្រីរាជការរដ្ឋមន្ត្រីហត្ថលេខានឹងត្រាឆាយរិទ្ធិសែន